វីដេអូនេះខ្ញុំនឹងបង្ហាញអ្នកគ្នាពីរបៀបដែលខ្ញុំធ្វើខ្លួនឯងលើកកម្ពស់ពី1.63 m រហូតដល់1.81 m កាលពីក្មេងខ្ញុំត្រឹមជាក្មេងម្នាក់ដែលមានរូបរាងទូចស្គមទាបប៉ុណ្ណោះហើយខ្ញុំតែងគិតសម័យចង់ឲ្យខ្លួនឯងមានកម្ពស់ខ្ពស់ដូចគេដូចឯងនៅពេលដែលខ្ញុំធំឡើងប៉ុន្តែការសម័យនេះរៀងពិបាកទៅរួចបន្តិចដោយសារខ្ញុំកើតក្នុងគ្រួសារមួយដែលមានចរិតកម្ពស់មិនសូវល្អត្រូវអីគឺម៉ាក់ខ្ញុំគាត់មានកម្ពស់ត្រឹមតែ 1.58 m ប៉ុណ្ណោះហើយប៉ាខ្ញុំគាត់មានកម្ពស់ 1.65 m តែខ្ញុំអាចធ្វើឲ្យខ្លួនឯងលូតកម្ពស់បានខ្ពស់យ៉ាងដូចម្ដេចខ្ញុំកើតក្នុងគ្រួសារមួយដែលមានចរិតកម្ពស់មិនសូវល្អនៅអំឡុងឆ្នាំ2021ខ្ញុំក៏បានសម្រេចចិត្តលេងកីឡាមួយនោះគឺកីឡាហែលទឹកដោយកីឡានេះហើយដែលធ្វើឲ្យខ្ញុំលូតកម្ពស់បានលឿនខ្លាំងមែនទែនគឺត្រឹមរយៈពេល7ខែនៃការចូលលេងកីឡានេះគឺខ្ញុំមានកម្ពស់រហូតដល់ 1.71 ពលគឺខ្ញុំលូតបាន8សង់ទីម៉ែត្រត្រឹមរយៈ6ទៅ7ខែប៉ុណ្ណោះហើយបន្តមកទៀតកូវីដក៏ចូលមកដល់ពួកខ្ញុំត្រូវ lockdown អត់អាចចេញទៅលេងកីឡាអីបានទៀតទេគឺនៅតែក្នុងផ្ទះប៉ុណ្ណោះបន្ទាប់ពីការ lockdown បានបញ្ចប់នៅឆ្នាំ2022ខ្ញុំក៏ចាប់ផ្ដើមលេងបាល់ហើយតួនាទីរបស់ខ្ញុំគឺអ្នកចាំទីដែលតួនាទីជាអ្នកចាំទីនេះវាតម្រូវយើងហ្វឹកហាត់ហក់លោតច្រើនដែលការហ្វឹកហាត់ហក់លោតរហូតនេះហើយដែលធ្វើឲ្យខ្ញុំលូតកម្ពស់បាន5សង់ទីម៉ែត្រផងដែរនៅពេលនោះគឺខ្ញុំមានកម្ពស់ 1.77 m បន្តមកទៀតខ្ញុំក៏ចាប់ផ្ដើមចូល gym នេះហើយគឺជាការសម្រេចចិត្តមួយដែលធ្វើឲ្យខ្ញុំមិនលូតកម្ពស់សោះនៅរយៈពេល2ឆ្នាំដែលខ្ញុំចូលលេងហាត់ប្រាណសាច់ដុំនេះគឺខ្ញុំអត់លូតកម្ពស់សោះយកតម្រងគឺរយៈពេលពី2022រហូតដល់2024ខ្ញុំលូតត្រឹមតែ1សង់ទីម៉ែត្រប៉ុណ្ណោះត្រឹម2024ខែ6ខ្ញុំមានកម្ពស់ 1.78 m ដល់ពេលនោះខ្ញុំគិតថាអូបើខ្ញុំនៅបន្តអត់លូតចឹងទៀតខ្ញុំមិនអាចទៅដល់កម្ពស់ដែលខ្ញុំចង់បានទេហើយខ្ញុំក៏សម្រេចចិត្តផ្អាកហាត់ gym មួយរយៈហើយនៅពេលនោះដែរខ្ញុំក៏បានស្គាល់នៅច្បាប់មួយគឺ Wolff Law Wolff Law គឺជាច្បាប់មួយដែលជួយឲ្យយើងលូតកម្ពស់នៅអាយុណាក៏ដោយឲ្យតែយើងអនុវត្តវាបានត្រឹមត្រូវហើយចាប់ពីពេលដែលខ្ញុំផ្អាកហាត់ gym ហើយខ្ញុំក៏បានអនុវត្ត Wolff Law នេះដែលត្រឹមរយៈពេល5ខែដែលខ្ញុំស្គាល់វាប៉ុណ្ណោះខ្ញុំអាចលូតកម្ពស់បាន3សង់ទីម៉ែត្របន្ថែមទៀតវាមិនសូវជាលូតលឿនប៉ុន្តែវាល្អជាង2ឆ្នាំលូតបានត្រឹមតែ1សង់ទីម៉ែត្រនៅខែ4 2025ខ្ញុំមានកម្ពស់ 1.81 m សម្រាប់ tip សម្រាប់អ្នកនរគ្នាវិញបើសិនជាអ្នកនរគ្នាចង់លូតកម្ពស់នៅអាយុណាក៏ដោយអ្នកនរគ្នាគួរតែទី1សំខាន់ជាងគេបំផុតគឺគេងឲ្យបានគ្រប់គ្រាន់ពី8ទៅ10ម៉ោងទី2ញ៉ាំឲ្យបានគ្រប់គ្រាន់ទាំងប្រូតេអ៊ីនទាំងកាឡូរីហើយទី3ញ៉ាំកាល់ស្យូមឲ្យបានគ្រប់គ្រាន់កាល់ស្យូមវាជួយឆ្អឹងយើងហើយវាអាចជួយឲ្យយើងលូតកម្ពស់ផងដែរហើយមួយទៀតសំខាន់ជាងគេដែលខ្ញុំណែនាំឲ្យអ្នកនរគ្នាគួរតែសិក្សាពីវាគឺ Wolff Lawខ្ញុំស្គាល់វាតាម YouTube ដែរទេប៉ុន្តែខ្ញុំអនុវត្តវាហើយខ្ញុំបានផលមែនអញ្ចឹងទៅខ្ញុំក៏ recommend អ្នកនរគ្នាគួរតែស្វែងយល់ពីវាព្រោះអីរយៈពេល2ឆ្នាំខ្ញុំអត់លូតកម្ពស់សោះខ្ញុំលូតត្រឹមតែ1សង់ទីម៉ែត្រប៉ុណ្ណោះខ្ញុំអស់សង្ឃឹមនៅខ្លួនឯងខ្ញុំគិតថាខ្លួនឯងអត់អាចលូតកម្ពស់បានទៀតទេប៉ុន្តែនៅពេលដែលខ្ញុំអនុវត្តច្បាប់ហ្នឹងគឺខ្ញុំលូតកម្ពស់បានមែនខ្ញុំ recommend អ្នកនរគ្នាគួរស្វែងយល់ហើយនឹងអនុវត្តច្បាប់ Wolff Law ហ្នឹងខ្លាំងមែនតើយកមក